Nèបងប្អូនឥឡូវយើងក៏រៀបចំដំឡើងម៉ូទ័របាញ់ទឹកខ្នាតអាជីវកម្មអញ្ចឹងម៉ូទ័រខ្យល់នេះគឺបោះខាងក្រុមហ៊ុនចិនគេមកតម្លើងអញ្ចឹងយើងដាក់ធុងខ្យល់ថែមមួយទៀតភាសានេះស្ទើទូចពេកហើយអានេះម៉ូទ័រនេះគឺខាងក្រុមហ៊ុនចិនតម្លើងដូចគ្នាក្រុមហ៊ុនតែមួយហើយក្បាលប៉ាំមួយដាក់ទៅយកបាញ់ទឹកពីរអញ្ចឹងការណាដែលយើងប្រើពីរអញ្ចឹងគឺបាញ់សម្ពាធទឹកអត់កម្លាំងទេបងប្អូនជាក់ស្ដែងប៉ាំមកគាត់នេះបាញ់បានត្រឹម80បាតទេហើយយើងកឹះបាញ់កាភ្លើងមួយដល់ពេលយើងកឹះទាំងពីរគឺបំបែកចេញជាពីរអាចតែខ្ទង់សល់40បាតអញ្ចឹងអាចលាងសម្អាតដីបានស្អាតទេដោយសារឡាននៅប្រទេសយើងគឺសម្បូរដីច្រើនអញ្ចឹងអានេះគឺម៉ូទ័ររបស់យើងដែលយើងកំពុងតែរៀបចំមាន2ឈុតបងប្អូន2ឈុតហើយយើងប្រើ5សេះប្រើភ្លើង308ហើយសម្រាប់ប៉ាំទឹករបស់យើងគឺ13លីត្រក្នុង1នាទីយើងបាញ់បានសម្ពាធទឹកបានដល់ទៅ200បាវបងប្អូនអានេះគឺប៉ុងចាស់អ្នកដែលគាត់ធ្វើពីមុនគាត់ធ្វើខ្លីខុសស្តង់ដារនេះយើងកែឡើងវិញសម្រាប់ការរៀបចំរោងខាងលើនេះគឺយើងអត់ទាន់បានដាក់ភ្លើងបងប្អូនយើងនៅរៀបចំភ្លើងដើម្បីតុបតែងជូតសម្អាតបិទស្គុតបិទ UV ការពីកម្ដៅថ្ងៃហ្នឹងគឺយើងត្រូវដាក់ភ្លើងពីលើមកដើម្បីជាពន្លឺងាយស្រួលក្នុងការធ្វើការងារអានេះយើងមើលពីថ្នល់ទៅគឺទលំទលាបងប្អូនសម្រាប់ការធ្វើសេវាកម្មលាងសម្អាតជូតសម្អាតឡានជូនបងប្អូនគឺងាយស្រួលក្នុងការបើកបរចេញចូលអញ្ចឹងខាងក្រៅនេះគឺមានផ្លាកចាស់របស់អ្នកចាស់គាត់ដែលគាត់បើកលាងពីមុនអញ្ចឹងកន្លែងនេះតិចទៀតយើងបដូរផ្លាកដាក់ផ្លាកក្រុមហ៊ុនជូលីណាថែទាំរបស់យើងហើយ